ចាសសូមស្វាគមន៍អស់លោកលោកស្រីអ្នកខ្ញុំមកកាន់កម្មវិធីចំណេះដឹងហិរញ្ញវត្ថុឬក៏ហៅថា Financial Literacy ចានៅក្នុងថ្ងៃនេះផងដែរយើងមានប្រធានបទថ្មីមួយដែលយើងនិយាយអំពីតាក់ទងទៅនឹងការគៀងកដើមទុននិងការគ្រប់គ្រងប្រភពហិរញ្ញវត្ថុថាតើហេតុអ្វីបានយើងលើកយកប្រធានបទមួយនេះពីព្រោះថាការចាប់ផ្ដើមអាជីវកម្មមួយក្រៅអំពីកត្តាផ្សេងគឺប្រភពដើមទុនជារឿងចាំបាច់មួយហើយថាតើនៅពេលដែលយើងអត់មានប្រភពដើមទុនតើយើងត្រូវរកប្រភពដើមទុននឹងមកពីខាងណាហើយយើងគ្រប់គ្រងវាទៀតសោតគ្រប់គ្រងយ៉ាងម៉េចដើម្បីឲ្យមានប្រសិទ្ធភាពនៅក្នុងការចាប់ផ្ដើមអាជីវកម្មចានៅក្នុងនោះផងដែរយើងទទួលបានកិត្តិយសពីលោកញ៉ាគួចមេងលីដែលជាប្រធានក៏ដូចជាស្ថាបនិកក្រុមហ៊ុនមេងលីគួចផងដែរក៏ដូចជាសាលារៀនអាមេរិកកាំងនិងមានក្រុមហ៊ុនជាច្រើនទៀតដែលស្ថិតនៅក្នុងការគ្រប់គ្រងក៏ដូចជាការស្ថាបនាឡើងដោយលោកញ៉ាផ្ទាល់ហើយលោកញ៉ាគឺជាបុគ្គលម្នាក់មានភាពជោគជ័យនៅក្នុងអាជីវកម្មក៏ដូចជាមុខជំនួញផ្សេងផងដែរចាសសូមគោរពជំរាបសួរជាមួយនឹងលោកញ៉ាចាសសូមគោរពជំរាបសួរលោកញ៉ាចាសជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់លោកញ៉ាចាសដែលបានអញ្ជើញផ្ទាល់មកសិទ្ធិយោកម្មវិធីចំណេះដឹងហិរញ្ញវត្ថុឬក៏ Financial Literacy ដើម្បីជាការចែករំលែកក៏ដូចជាចំណេះដឹងផ្សេងតាក់ទងទៅនឹងប្រធានបទរបស់យើងផងដែរចាមុនដំបូងនាងខ្ញុំចង់ឲ្យលោកញ៉ាជម្រាបជូនបងប្អូនក៏ដូចជាប្រជាពលរដ្ឋយើងដែលកំពុងតែទស្សនាថាតើអ្វីទៅជាការគៀងគរនៅក្នុងការធ្វើយ៉ាងម៉េចឲ្យមានដើមទុនហើយយើងគ្រប់គ្រងហិរញ្ញវត្ថុនឹងយ៉ាងម៉េចនោះនាងខ្ញុំចង់ឲ្យបញ្យល់បន្តិចថាតើអត្ថន័យនឹងយ៉ាងណាចា៎បាទអរគុណច្រើនជាដំបូងសូមអរគុណដល់ទូអប្សរាដែលផ្ដល់កិត្តិយសភាពចូលរួមសម្ភាសន៍បាទចា៎topic នេះតាមពិតសំខាន់ចំពោះក្មួយយុវជននៅក្នុងសហគ្រិនវ័យក្មេងយើងឃើញនៅស្រុកខ្មែរយើងប្រជាពលរដ្ឋយើងភាគច្រើនគឺសិតតែគេហៅថាពោពេញដោយយុវជនភាពហើយដែលកម្លាំងបានហើយក៏មានកម្លាំងរស់ស៊ីទទួលទានហើយយើងឃើញថាភាគច្រើនសេដ្ឋកិច្ចនៅស្រុកខ្មែរយើងដំណើរការដោយចាប់ផ្ដើមពី micro ហើយនិង SME មាននៅខ្នាតទូចមែនតើហើយនិងខ្នាតមធ្យមដើម្បីធ្វើយ៉ាងម៉េចឲ្យសេដ្ឋកិច្ចប្រទេសដើរហើយនិងសេដ្ឋកិច្ចក្រុមគ្រួសារដើរអញ្ចឹងដើម្បីយើងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារសង្គមយើងទៅចាប់ផ្ដើមពីទូទៅជាពិសេសព្រោះប្រទេសយើងភាគច្រើនយើងកំពុងអភិវឌ្ឍអញ្ចឹងដើមទុននៅតាមប្រជាពលរដ្ឋនីមួយៗគឺតិចទេអញ្ចឹងដើម្បីយើងអាចទៅវិនិយោគទុនលើអ្វីមួយបានគឺយើងត្រូវការចាប់ផ្ដើមសំចៃអញ្ចឹងដើម្បីគៀងគងថវិកាឲ្យបានទី1យើងត្រូវធ្វើការសិនធ្វើការហើយបាន3-4ឆ្នាំទៅយើងសំចៃបានហើយទាំងប្តីប្រពន្ធដាក់ចូលគ្នាទៅវាបានច្រើនហើយពេលហ្នឹងយើងធម្មតានៅស្រុកណាដូចស្រុកណាហើយការរស់ស៊ីគេតែមានបងប្អូនជ្រុំជែងហើយយើងមើលនៅស្រុកខ្មែរនៅស្រុកអាមេរិកនៅប្រទេសណាក៏ដោយការរស់ស៊ីគឺកម្រតែឯងណាសម្បូរតែម៉ាក់ប៉ាម៉ែឪបងប្អូនជួយគ្នាជាការដឹកបងទី1រស់ស៊ីអញ្ចឹងទៅម្ដាយឪពុកទៅរកមិត្តភ័ក្តិចិត្តខាងញាតិមិត្តទៅដើម្បីចូលរួមជាតំណាងទៅរកខ្ចីលុយបងប្អូនហើយបើនៅស្រុកខ្មែរយើងខ្ចីលុយបងប្អូនមីងមីហើយលុយខ្លួនឯងសំខ្លះម្ដាយឪពុកហើយលុយកូនធ្វើការប្រពន្ធសំខ្លះទៅហើយយើងដាក់ដីធ្លីរបរយើងដាក់ទៅក្នុងធនាគារដើម្បីយក fund មកបានហើយយើងកម្ចីមិត្តភ័ក្តិខ្លះទៅហើយនៅក្នុងសង្គមណាដូចសង្គមណាគេមានបណ្ដាញហិរញ្ញវត្ថុហើយលើអាស្រ័យទៅលើកិត្តិយសគេឈ្មោះនិងសហស្នាមរបស់យើងដែលគេស្គាល់អញ្ចឹងយើងឃើញនៅសង្គមអាស៊ីនៅសង្គមអឺរ៉ុបនិងអាមេរិកក៏ដោយគេតែងតែមានប្រព័ន្ធហិរញ្ញវត្ថុដែលគេក្រៅផ្លូវការអញ្ចឹងការរស់ស៊ីភាគច្រើនជាពិសេសកូនចៅចិនដែលគេមានការរាប់អានទីតំណងរាប់10-20ឆ្នាំហ្នឹងគេមានការលុយប្រវាស់អញ្ចឹងមិនថាការរស់ស៊ីមិនមែនយើងចេះតែដល់ភ្លាមរៀនចប់ហើយយើងទៅដល់បាក់ទេគឺយើងមានតំណែងច្រើនក៏ប៉ុន្តែអ្នកខ្លះមានតំណែងតិចអញ្ចឹងទៅហិនសមបានតិចគេបើកទូចទៅអ្នកខ្លះមានតំណែងច្រើនហើយមិត្តភ័ក្តិច្រើនបងប្អូនក្រុមគ្រួសារសាមគ្គីភាពគ្នាទៅក៏គេបើកធំទៅតាមហ្នឹងទៅអញ្ចឹងមិនថាធំមិនថាតូចគឺអាស្រ័យទៅលើថវិកាដែលយើងគៀងគងបានមកហ្នឹងប៉ុន្តែនៅស្រុកខ្មែរដោយសារយើងឃើញថាសង្គមស្រុកខ្មែរវាខុសពីសង្គមនៅប្រទេសផ្សេងប្រទេសប្រជាពលរដ្ឋយើងមួយចំនួនគឺមានកង្វះខាតរៀងខ្លួនអញ្ចឹងភាគច្រើនគេមិនសូវមានការឲ្យកម្ចីមានការជួយគ្នាហើយក៏មានការគៀងគងគ្នាពីក្រុមគ្រួសារទេគឺអ្នកណាគឺអ្នកនឹងរៀងខ្លួនដូច្នេះហើយគឺពឹងផ្អែកទៅលើការសន្សំចៃធ្វើការខ្លួនឯងការសន្សំចៃពីប្តីប្រពន្ធឬក៏ដៃគូរបស់យើងហើយដាក់ចូលគ្នាអញ្ចឹងទៅយើងបើកខ្នាតតូច
ហើយជាទូទៅអាជីវកម្មដែលជោគជ័យគឺចាប់ពីខ្នាតតូចយើងស្រួលគ្រប់គ្រងយើងស្រួលដឹងយើងចាប់ស្ថានភាពនឹងអោបកោបអ្វីៗជុំវិញយើងបានចាអញ្ចឹងសំខាន់បំផុតគឺថាបើយើងគៀងគង់ថវិកាបានហើយឬក៏យើងមុននឹងគៀងគង់ថវិកាយើងត្រូវសួរខ្លួនយើងសិនថាយើងចង់ធ្វើអាជីវកម្មអីຂະຫນាតប៉ុណ្ណាជាមួយអ្នកណាហើយតើយើងធ្វើនៅតំបន់ណាព្រោះតែយើងយកថវិកាមកដែលគ្មានទិសដៅទេក៏គេមិនឲ្យយើងខ្ចីដែរភាគច្រើនហើយក៏គេមិនទុកចិត្តយើងដែរហើយបើយើងនៅក្មេងពេកយើងលះហះទៅធ្វើអាជីវកម្មពេកក៏គេមិនឲ្យកំទុកចិត្តយើងដែរដូច្នេះហើយគេមានហានិភ័យហើយបើយើងទៅរកខ្ចីគេហើយយើងសំលុយហើយទាំងតែដាក់រស់ស៊ីយើងអត់មានចាស់ទុំពីក្រោយការលើកទឹកចិត្តបងប្អូនគាត់ជ្រុំជ្រែងក៏អត់ទៅមុខដែរអញ្ចឹងយើងឃើញអ្នករស់ស៊ីភាគច្រើនជាពិសេសនៅស្រុកណាដូចស្រុកណាដែរភាគច្រើនជោគជ័យអាស្រ័យលើក្រុមគ្រួសារគេ nuclear family គ្រួសារចង្កោមដែលភាគច្រើនមានម៉ែមានឪមានយាយមានតាជួយមើលចៅឲ្យមានប្តីប្រពន្ធធ្វើការសរស័ក្តិស្រាំងើបតាំងពីព្រលឹមដល់យប់ជ្រៅហើយគេធ្វើដោយលក្ខណៈមួយអត់បែកអារម្មណ៍ទេបើគេចង់ធ្វើលើអាជីវកម្មណាមួយគឺទាំងប្តីប្រពន្ធក្រុមគ្រួសារកូនចៅទាំងអស់ដាក់ទៅលើហ្នឹងអញ្ចឹងបានវាដុសហើយយើងនៅស្រុកខ្មែរយើងឃើញថាក្មួយបងប្អូនយុវជនហ្នឹងគាត់ថាគាត់ចង់រស់ស៊ីប៉ុន្តែគាត់ហាក់បីដែលមិនដឹងយកថវិកាពីណាមកទី1គឺសង្គមខ្មែរយើងគឺថាវារៀងដូចចង្អៀតបន្តិចការប្រមូលថវិកាដោយសារមួយត្រូវការថវិកាអញ្ចឹងវាពិបាកប្រមូលដល់ពេលអញ្ចឹងទៅគាត់មិនព្រមសំលុយគាត់ទៅចង់រស់ស៊ីប៉ុន្តែគាត់សុកចិត្តយកដើមតិចតួចដែលសំបាននោះទៅចូលមួយគេប៉ុន្តែក៏អត់ទៅមើលទេអានេះសិតតែចាប់ផ្ដើមខុសទាំងអស់អញ្ចឹងយោបល់របស់ខ្ញុំគឺថាបើយើងចង់រស់ស៊ីយើងធ្វើការសិនយកបទពិសោធន៍ឲ្យសំលុយហើយចាំយើងចាប់ដៃគូជាប្តីប្រពន្ធដែលមានគេហៅថាកម្លាំងចិត្តកម្លាំងកាយជាសាមគ្គីភាពដៃគូហើយបើយើងធ្វើហើយយើងមានពិសោធន៍ប៉ុន្តែចាប់ផ្ដើមយើងចង់សួរខ្លួនយើងសិនពីប្តីប្រពន្ធឬក៏ដៃគូយើងថាតើយើងចាប់ផ្ដើមនៅកន្លែងណាអាជីវកម្មអីសម្រាប់អ្នកណាហើយបានយើងរៀបចំ business plan ហ្នឹងថាតម្លៃជួលអស់ប្រមាណជីវកម្មអស់ប្រមាណទិញសម្ភារៈអស់ប្រមាណអញ្ចឹងយើងទៅមើលហិរញ្ញវត្ថុយើងនេះតើបើយើងប្រមូលមកបានប៉ុណ្ណាហើយបើបានប៉ុណ្ណឹងលើថា business អស់ 20000 យើងប្រមូលមកបាន 20000 អាហ្នឹងបើករួចទេព្រោះយើងតែងតែត្រូវការសកួរយ៉ាងតិចទៅ6ខែទៅមុខទៀតដើម្បីកង្វះខាតអត់ទាន់ចំណេញដើម្បីទីផ្សារដើម្បីប្រាក់ខែបុគ្គលិកដើម្បីចំណាយផ្សេងថ្លៃជួលហើយបើយើងមានផ្ទះខ្លួនឯងនឹងចំណេញមួយថ្លៃការប្រើប្រាស់សម្ភារៈបើយើងចេះសំចៃចំណេញមួយថ្លៃគេហៅថាប្រើទឹកភ្លើងបើយើងចេះទុកដាក់ស្បួរកន្សំមួយអញ្ចឹងទាំងអស់ហ្នឹងជាការពិចារណាក៏ប៉ុន្តែបើយើងអត់ទេយើងគ្រាន់តែតាំងគៀងគង់ថវិកាមុំចូលមួយមិត្តភ័ក្តិឬក៏ប្រពន្ធធ្វើទៅយើងទៅធ្វើការទៅដូច្នេះវាអត់ការយកចិត្តទុកដាក់អត់មានការផ្ចង់អត់មានការត្រៀមដូច្នេះហើយការធ្វើអាជីវកម្មហ្នឹងប្រមូលថវិកាមកគឺខាតបង់ហើយបើយើងប្រមូលបានហើយយើងឃើញលុយច្រើនភាគច្រើនគាត់មានអារម្មណ៍ថាអំភើបចឹងការចាយវាយទៅលើទិញសម្ភារៈការចាយវាយទៅរៀបចំតុបតែងហាងហើយនឹងការផ្សព្វផ្សាយហ្នឹងវាទលំទលាយក៏ផ្លិចកតាំងសិតឲ្យលុយគេហើយដូច្នេះហើយការទុកដាក់លុយហ្នឹងគឺអត់ប្រយ័ត្នគឺភាគច្រើនអស់ហលេងហើយធ្វើអត់គ្រប់ហើយអត់មានចំណូលចូលមកទៀតផងមិនតបបានតែចំណូលផងវាអស់បាត់ហើយអញ្ចឹងវានៅរាំងស្ទះកណ្ដាលទីនេះជាបញ្ហាដែលយើងឃើញបច្ចុប្បន្នរបស់សហគ្រិនវ័យក្មេងកំពុងតែប្រឈមចាលោកញ៉ាសំណួរដែលខ្ញុំចង់ដឹងតកតងទៅនឹងបញ្ហាលោកញ៉ាបានលើកឡើងទាំងអស់ហ្នឹងថាតើសហគ្រិនវ័យក្មេងខ្លួនឯងហ្នឹងគាត់ត្រូវធ្វើយ៉ាងម៉េចដើម្បីកុំឲ្យមានបញ្ហាប្រឈមអស់ហ្នឹងហើយមួយទៀតខ្ញុំចង់ដឹងថាតើបើសិនជាគាត់មានគំនិតក៏ដូចជាមាន plan នៅក្នុងការធ្វើជំនួយឬក៏ business ហើយប៉ុន្តែគាត់អត់មានដើមទុនទេថាតើគាត់ពិតជាអត់អាចធ្វើអាជីវកម្មនោះបានឬក៏គាត់ត្រូវរកប្រភពដើមទុនហ្នឹងមកពីខាងណានៅគណៈពេលដែលខ្លួនឯងមានគំនិតមានការច្នៃប្រឌិតប៉ុន្តែអត់មានលុយចាជាធម្មតាបើយើងគ្មានដើមទុនយើងមិនអាចទៅរួចទេអាហ្នឹងកត្តាទី1គឺ 100% ទៅមិនរួចទេបាទក៏ប៉ុន្តែបើអ្នកនឹងចង់រស់ស៊ីមែនតែនអ្នកនឹងគឺខិតខំមែនតែនអ្នកនឹងមានគេហៅថាទឹកចិត្តពុះកញ្ជោលហើយមានឆន្ទៈនឹងទៅមុខដូច្នេះហើយគាត់នឹងមានវិធីសាស្ត្ររបស់គាត់អាចអត់ធ្មត់ហើយអត់ចាយវាប្រេះប្រាស់ទេសំចៃទុកឲ្យបានយ៉ាងហោចទៅបន្តិចតួចជាគេហៅថាជា
ដើមទុនជាគ្រឹះសំដើម្បីឲ្យវាដុះហើយបន្ទាប់ពីនោះទៀតគាត់អាចរៀបចំ business plan មួយឲ្យល្អហើយមិនឲ្យថ្លៃពេកទេល្មមដែលថាបើសិនគាត់ដាក់ឲ្យទៅអ្នកវិនិយោគណាមួយឬក៏អ្នកមហាសេដ្ឋីថៃគូតអង្គការណាមួយគេមើលមកវាអាចចាប់អារម្មណ៍ហើយអាចគួរតែបន្ថយអញ្ចឹងគេអាច sponsor គេអាចឲ្យកម្ចីអីហ្នឹងទៅប៉ុន្តែយើងឃើញថាសហគ្រិនវ័យ